គណៈបកកុម្មុយនីសចិនប្រពៃពិធីអបអរសាទរខួប105ឆ្នាំនៃការចាប់កំណើតរបស់ខ្លួនបង្កើតឡើងនៅដើមសតវត្សទី20ដោយការនោះមានមនុស្សត្រឹមតែជាង50នាក់បច្ចុប្បន្ននេះគណៈបកកុម្មុយនីសចិនមានសមាជិករហូតដល់ទៅជាង100លាននាក់ចំនួនដ៏ច្រើនលើសលប់នេះបានធ្វើឲ្យបកកុម្មុយនីសចិនក្លាយជាគណៈបកកណ្ដាលអំណាចធំជាងគេបំផុតលំដាប់ទី2នៅលើសកលលោកបន្ទាប់ពីគណៈបក Bharatiya Janata នៅក្នុងប្រទេសឥណ្ឌាក្នុងនាមជាគណៈបកដឹកនាំតែមួយគត់នៅក្នុងប្រទេសដោយគ្មានសម្លេងប្រឆាំងបកកុម្មុយនីសចិនគឺជាអ្នកគ្រប់គ្រងនិងក្តោបក្តាប់តួនាទីស្នូលនៅក្នុងប្រព័ន្ធនយោបាយជាតិទាំងមូលតើមានប្រការអ្វីខ្លះដែលជំរុញឲ្យគណៈបកមួយនេះអាចវិវត្តខ្លួនរហូតក្លាយជាអង្គភាពនយោបាយដ៏មានឥទ្ធិពលបំផុតមួយនៅលើសកលលោកបកកុម្មុយនីសចិនបានលេចរូបរាងជាផ្លូវការនៅក្នុងខែកក្កដាឆ្នាំ1921នៅពេលនោះតំណាងឲ្យសមាជិកសរុបត្រឹមតែជាង50នាក់នៅទូទាំងប្រទេសប្រតិភូចំនួន13រូបបានជួបប្រជុំគ្នានៅទីក្រុងសៀងហៃក្នុងឱកាសមហាសន្និបាតជាតិលើកទី1របស់ខ្លួនក្នុងចំណោមប្រតិភូខាងលើគឺមានលោកម៉ៅសេតុងដែលក្រោយមកទៀតក្លាយជាមេដឹកនាំកម្ពុជានៅក្នុងដំណាក់កាលទី1នេះបកកុម្មុយនីសចិនបានចូលរួមយ៉ាងសកម្មនៅក្នុងចលនាទាមទាររបស់វណ្ណៈកម្មករនិងសកម្មភាពបដិវត្តន៍មួយចំនួនទៀតពីដំបូងសហការគ្នាជាមួយគណៈបកផ្សេងដើម្បីអាចមានដង្ហើមដកក្រោយមកទៀតបកកុម្មុយនីសចិនក៏បានសម្រេចមហិច្ឆតាក្លាយជាគណៈបកឯករាជ្យម្ចាស់ការដោយខ្លួនឯងពលគឺដោយបានកាត់ផ្តាច់ទំនាក់ទំនងជាមួយបកគូមីងតាំងដែលជាបកកាន់អំណាចនៅក្នុងប្រទេសចិននៅក្នុងសម័យនោះក្នុងអំឡុងចលនាងើបបះបោរប្រឆាំងនឹងការជិះជាន់ពីសំណាក់កងទ័ពជប៉ុននិងសង្គ្រាមស៊ីវិលក្នុងប្រទេសចិនបកកុម្មុយនីសបានទទួលជ័យជំនះនៅក្នុងឆ្នាំ1949ហើយក៏បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើងនៅពេលនោះគឺរាប់តាំងពីឆ្នាំ1949នេះឯងដែលបកកុម្មុយនីសចិនចាប់ផ្ដើមដឹកនាំប្រទេសចិនដីគោកទាំងមូលនៅចំពោះមុខកលៈទេសៈដូចនេះបកគូមីងតាំងដែលធ្លាប់តែកាន់អំណាចក៏បានដកថយទៅកោះតៃវ៉ាន់ចាប់តាំងពីពេលនោះមកចិនដីគោកនិងកោះតៃវ៉ាន់ក៏ប្រកាន់របបដឹកនាំពីរដាច់ដោយឡែកពីគ្នាដែលអូសបន្លាយរហូតមកទល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់លោកម៉ៅសេតុងប្រទេសចិនបានអនុវត្តកំណែទម្រង់ដីធ្លីនិងប្រែក្លាយទម្រង់សេដ្ឋកិច្ចជាតិឲ្យដាស់ស្របជាមួយនឹងប្រព័ន្ធនយោបាយបែបសង្គមនិយមតែទូយ៉ាងណានៅក្រោមអាណត្តិរបស់លោកប្រធានម៉ៅប្រទេសចិនក៏បានឆ្លងកាត់ចលនាបដិវត្តធំៗដែលបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរជាក់ស្ដែងយុទ្ធនាការមហាលូតផ្លោះនិងបដិវត្តវប្បធម៌បានបណ្ដាលឲ្យប្រជាជនចិនច្រើនលាននាក់បានបាត់បង់ជីវិតចាប់ពីឆ្នាំ1978លោកតេងសៀវពីងបានដាក់ចេញនូវនយោបាយកែតម្រង់និងបើកចំហសេដ្ឋកិច្ចទីផ្សារក្នុងសម័យកាលថ្មីនេះប្រទេសចិនបានចាប់ផ្ដើមអនុវត្តយន្តការទីផ្សារជាបណ្ដាហើយក៏បានស្គាល់នូវកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាអស់រយៈពេលច្រើនទសវត្សរ៍ក្រោយមកទៀតនៅក្នុងឆ្នាំ1989ចលនាបាតកម្មទាមទារប្រជាធិបតេយ្យដ៏ធំមួយបានផ្ទុះឡើងនៅទីលានធានអានមីនក្នុងទីក្រុងប៉េកាំងក៏ប៉ុន្តែនៅទីបំផុតមហាបាតកម្មនេះត្រូវរដ្ឋអំណាចចិនបង្ក្រាបឲ្យរៀបទៅវិញយ៉ាងចាស់ដៃក្រោមអាណត្តិដឹកនាំរបស់ប្រធានាធិបតីលោកជៀងសឺមីងនិងលោកហ៊ូជីងតាវសាធារណរដ្ឋប្រជាមានិតចិនបានធ្វើសមាហរណកម្មផ្ទៃក្នុងកាន់តែស៊ីជម្រៅថែមទៀតរហូតអាចវាយដាច់ប្រទេសជប៉ុននៅក្នុងឆ្នាំ2010និងក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី2នៅលើសកលលោកបន្ទាប់ពីសហរដ្ឋអាមេរិកឆ្នាំ2012លោកស៊ីជីនពីងបានឡើងកាន់តំណែងជាអគ្គលេខាធិការនៃគណៈបកកុម្មុយនីសចិនចាប់តាំងពីពេលនោះមកអំណាចត្រូវប្រមូលផ្ដុំកាន់តែខ្លាំងឡើងនៅក្នុងការដឹកនាំរបស់បកគណៈពេលដែលយុទ្ធនាការកម្ចាត់អំពើពុករលួយដ៏ធំសម្បើមមួយបានចាប់ដំណើរការរចនាសម្ព័ន្ធដឹកនាំរបស់គណៈបកកុម្មុយនីសចិនមានទម្រង់ជាពីរ៉ាមីតពលគឺនៅផ្ទៃខាងក្រោមបំផុតមានសមាជិកសរុបជាង100លាននាក់ព្រមទាំងអង្គភាពបកមូលដ្ឋានប្រមាណ5លានអង្គភាពនៅរៀងរាល់5ឆ្នាំម្ដងមហាសន្និបាតជាតិតែងប្រព្រឹត្តទៅដើម្បីជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្សគណៈកម្មាធិការដដែលនេះដែលមានសមាជិកពេញសិទ្ធិចំនួន205រូបត្រូវបន្តបោះឆ្នោតជ្រើសរើសការិយាល័យនយោបាយនិងគណៈកម្មាធិការចិនត្រៃរបស់ខ្លួនការិយាល័យនយោបាយបកមានសមាជិក23រូបដែលក្នុងនោះ7រូបនៃគណៈកម្មាធិការចិនត្រៃគឺជាមនុស្សដ៏មានឥទ្ធិពលខ្លាំងបំផុតនៅក្នុងការកំណត់លើជោគវាសនានៃប្រជាជនចិនទាំងមូលនៅត្រង់ចំណុចខ្ពស់បង្អស់នៃពីរ៉ាមីតខាងលើគឺវត្តមាននៃអគ្គលេខាធិការបកលោកស៊ីជីនពីងឡើងកាន់តំណែងនៅក្នុងឆ្នាំ2012
លោកត្រូវគេបោះឆ្នោតបន្តអាណត្តិចំនួន3លើករួចមកហើយដែលធ្វើឲ្យបរិសម្នាក់នេះក្លាយជាអគ្គលេខាធិការដែលកាន់តំណែងយូរបំផុតគិតតាំងពីការបង្កើតគណបក្សកុម្មុយនីសចិនកាលពីជាង100ឆ្នាំមុនអំឡុងពេល105ឆ្នាំគណបក្សកុម្មុយនីសចិនបានអភិវឌ្ឍខ្លួនពីបក្សដែលមានសមាជិកតែជាង50នាក់រហូតដល់ជាង100លាននាក់នាពេលបច្ចុប្បន្នក្រុមអ្នកនិយមគ្រប់គ្រងរបបខាងលើនេះយល់ឃើញថាការដឹកនាំរបស់បក្សបានជួយឲ្យប្រទេសចិនស្គាល់នូវកំណើនសេដ្ឋកិច្ចយ៉ាងលឿនរហ័សអស់រយៈពេលជាច្រើនទសវត្សរ៍និងបានជួយរំដោះប្រជាជនចិនរាប់រយលាននាក់ឲ្យរួចផុតពីភាពក្រីក្រតែផ្ទុយទៅវិញមតិរិះគន់នាំគ្នាបរិហារថាអាញាធរចិនបានពង្រឹងការគ្រប់គ្រងកាន់តែខ្លាំងលើសេរីភាពនៃការបញ្ចេញមតិប្រព័ន្ធផ្សព្វផ្សាយនិងសង្គមស៊ីវិលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខណៈពេលដែលអំណាចត្រូវបានប្រមូលផ្ដុំកាន់តែខ្លាំងនៅក្នុងកណ្ដាប់ដៃរបស់បរិសតែម្នាក់នោះគឺលោកស៊ីជីនពីងអំពីនយោបាយផ្ទៃក្នុងបច្ចុប្បន្ននេះបក្សកុម្មុយនីសចិនកំពុងប្រឈមមុខនឹងការថយចុះនៃកំណើនសេដ្ឋកិច្ចនិងការកើនឡើងនៃចំនួនប្រជាជនដែលមានវ័យចំណាស់រីឯនយោបាយក្រៅប្រទេសវិញភាពតានតឹងជាមួយកោះតៃវ៉ាន់នៅតែបន្តខណៈពេលដែលការប្រជែងគ្នាជាមួយបណ្ដាប្រទេសលោកខាងលិចក៏កាន់តែមានសន្ទុះខ្លាំងឡើងជាលំដាប់ជាការសន្និដ្ឋាន105ឆ្នាំបន្ទាប់ពីបានចាប់កំណើតឡើងបក្សកុម្មុយនីសចិននៅតែជាគណបក្សកាន់អំណាចដ៏ធំបំផុតមួយនៅលើសកលលោកនិងបន្តកំណត់ទិសដៅនៃការវិវត្តរបស់ប្រទេសចិនព្រមទាំងជះឥទ្ធិពលយ៉ាងខ្លាំងក្លាលើភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិ